សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការលក់នៅលើកម្មវិធី POS ជាដំបូងមុននឹងធ្វើការលក់លោកអ្នកត្រូវចាំបាច់បើកវេនលក់ជាមុនសិនដើម្បីធ្វើការបើកវេនលក់លោកអ្នកត្រូវចូលទៅក្នុងផ្នែក Profile រួចជ្រើសរើសពាក្យ Save បន្ទាប់មកធ្វើការចុចនៅលើពាក្យ Currency ដើម្បីរើសប្រភេទរូបិយប័ណ្ណដែលលោកអ្នកត្រូវដាក់ប្រាក់តម្កល់ដើមវេនចុចទៅលើប្រអប់រូបិយប័ណ្ណរួចបំពេញចំនួនទឹកប្រាក់តម្កល់ដើមវេនរួចចុចទៅលើប៊ូតុង Apply ជាការស្រេចធ្វើការចុចត្រង់នេះដើម្បីធ្វើការផ្លាស់ប្ដូរឈ្មោះអតិថិជនលោកអ្នកអាចធ្វើការស្វែងរកឈ្មោះអតិថិជនតាមរយៈការវាយឈ្មោះលេខកូដឬលេខទូរស័ព្ទដៃរបស់អតិថិជនរួចចុចទៅលើប៊ូតុង Show Data ធ្វើការជ្រើសរើសឈ្មោះអតិថិជនរួចចុចទៅលើប៊ូតុង Choose សម្រាប់ការលក់លោកអ្នកអាចធ្វើការលក់ដោយការ Scan Barcode ឬវាយឈ្មោះទំនិញឬលេខ Barcode ធ្វើការ Enter រួចជ្រើសរើសមុខទំនិញបន្ទាប់មកធ្វើការចុចទៅលើប៊ូតុង Choose ចុចត្រង់នេះប្រសិនបើលោកអ្នកចង់ធ្វើការបន្ថែមចំនួនទំនិញឬចុចអូសមុខទំនិញនោះទៅផ្នែកខាងឆ្វេងនោះលោកអ្នកនឹងឃើញប៊ូតុងសម្រាប់ធ្វើការបន្ថែមបន្ថយចំនួនទំនិញប៊ូតុង Edit និងប៊ូតុង Delete ប៊ូតុង Delete សម្រាប់ធ្វើការលុបមុខទំនិញនោះចេញពីការកម្មង់សម្រាប់ប៊ូតុង Edit លោកអ្នកអាចធ្វើការកែតម្លៃទំនិញកែចំនួនទំនិញផ្លាស់ប្ដូរຂະຫນាត់និងកែទៅលើឈ្មោះទំនិញលោកអ្នកអាចធ្វើការបញ្ចុះតម្លៃទៅលើមុខទំនិញនោះជាភាគរយឬជាចំនួនទឹកប្រាក់រួចធ្វើការចុចទៅលើ Apply ជាការស្រេចផ្នែក Favorite គឺជាកន្លែងដែលលោកអ្នកអាចធ្វើការស្វែងរកមុខទំនិញដែលបានកំណត់ជាប្រភេទមុខទំនិញដែលមានការលក់ញឹកញាប់ប៊ូតុង Discount ត្រង់នេះគឺជាកន្លែងសម្រាប់ធ្វើការបញ្ចុះតម្លៃទៅលើវិក័យប័ត្រទាំងមូលជាភាគរយឬគឺជាចំនួនទឹកប្រាក់រួចធ្វើការចុចទៅលើ Apply ជាការស្រេចនៅក្នុងលក្ខខណ្ឌដែលលោកអ្នកចង់ធ្វើការផ្អាកវិក័យប័ត្រទុកលោកអ្នកត្រូវចុចទៅលើប៊ូតុង Suspend រួចវាយពាក្យសម្គាល់របស់លោកអ្នកបន្ទាប់មកចុចនៅលើប៊ូតុង Yes ហើយលោកអ្នកអាចធ្វើការលក់បន្តបានធម្មតានៅពេលដែលលោកអ្នកចង់ធ្វើការទាញវិក័យប័ត្រដែលលោកអ្នកបានផ្អាកមកធ្វើការទូទាត់បន្តលោកអ្នកត្រូវចុចទៅលើប៊ូតុង Resume បន្ទាប់មកធ្វើការជ្រើសរើសវិក័យប័ត្រដែលត្រូវទូទាត់រួចចុចប៊ូតុង Load ដើម្បីធ្វើការទូទាត់បន្តឬចុចប៊ូតុង Void ដើម្បីធ្វើការលុបចេញប្រសិនបើអតិថិជនធ្វើការទូទាត់ប្រាក់ជាប្រាក់ដុល្លារលោកអ្នកត្រូវចុចប៊ូតុង Cash រួចជ្រើសរើសប៊ូតុងប្រាក់ដុល្លារធ្វើការវាយចំនួនទឹកប្រាក់ទៅក្នុងប្រអប់រួច Enter សម្រាប់ប្រាក់រៀលលោកអ្នកត្រូវចុចប៊ូតុង Cash រួចធ្វើការជ្រើសរើសប៊ូតុងប្រាក់រៀលធ្វើការវាយបំពេញចំនួនទឹកប្រាក់នៅក្នុងប្រអប់រួចធ្វើការ Enter លោកអ្នកអាចធ្វើការចុចត្រង់នេះរួចអូសទៅផ្នែកខាងឆ្វេងនោះលោកអ្នកនឹងឃើញចំនួនទឹកប្រាក់ដែលបានបញ្ចូលរួចហើយលោកអ្នកអាចធ្វើការលុបចំនួនទឹកប្រាក់ដើម្បីធ្វើការវាយបញ្ចូលម្ដងទៀតសម្រាប់ប៊ូតុង Cancel គឺជាកន្លែងដែលលោកអ្នកអាចធ្វើការលុបចោលការកម្មង់ទាំងមូលចុច Done ប្រសិនបើលោកអ្នកចង់ធ្វើការបញ្ចុះការទូទាត់ដោយមិនបោះពុម្ពវិក័យប័ត្រចេញឬចុច Pay Now ដើម្បីធ្វើការបញ្ចុះការទូទាត់ព្រមទាំងបោះពុម្ពវិក័យប័ត្រចេញក្នុងលក្ខខណ្ឌដែលលោកអ្នកអនុញ្ញាតឲ្យអតិថិជនអាចជំពាក់បានក្រោយពីរើសមុខទំនិញរួចលោកអ្នកគ្រាន់តែធ្វើការចុចទៅលើប៊ូតុង Done ឬ Pay Now តែម្ដងនោះនឹងមានសារសួរបញ្ជាក់លោកអ្នកគ្រាន់តែធ្វើការចុចទៅលើប៊ូតុង OK គឺជាការស្រេចនៅក្នុង More Function គឺមាន Cash Drawer ដែលលោកអ្នកអាចធ្វើការបើកកែសម្រាប់ដាក់លុយបានក្រោយពេលបញ្ចប់ការលក់លោកអ្នកត្រូវធ្វើការបិទវេនលក់ជាមុនសិនដើម្បីធ្វើការបិទវេនលក់លោកអ្នកត្រូវចូលទៅក្នុងផ្នែក Profile រួចរើសយកពាក្យ Shift រួចធ្វើការបំពេញចំនួនទឹកប្រាក់ដែលលក់បានសរុបទៅតាមប្រភេទរូបិយប័ណ្ណបន្ទាប់មកធ្វើការចុចទៅលើប៊ូតុង Apply ជាការស្រេច